រឿងអធិការចិត្តអាក្រក់វគ្គទី2ទេសកលបន្តម្ដាយថ្ងៃប្រឡងបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស18ថ្ងៃក្រោយមកលទ្ធផលក៏បានចេញប្រាប់សិស្សានុសិស្សឲ្យបានដឹងយើងឃើញសភាពញញឹមរបស់ម៉ានីយ៉ាងស្រស់ព្រោះនាងជាប់ហើយលោកស្រីបញ្ជារថយន្តដើរជម្រាបមិត្តភ័ក្តិអញ្ជើញទៅជប់លៀងបុណ្យខួប16ឆ្នាំរបស់កូនស្រីពៅគាត់នៅវេលាម៉ោង2រសៀលថ្ងៃអាទិត្យខាងមុខនេះយើងមើលទៅកូនខ្ទមឯណោះផ្ទុយស្រឡះពីគេទៅវិញយុវតីតូចច្រឡឹងនេះក្រាបយំសសឹកនៅលើតុគួរឲ្យសង្វេគតើនាងមានរឿងអ្វីទៅឬប្រឡងធ្លាក់ម៉ោង10យប់ទៅមិញយ៉ានចូលមកដល់ផ្ទះកិរិយាកូនយំរឿងអីអ្នកណាធ្វើអីកូនម៉ែកូនប្រឡងធ្លាក់ហើយប្រឡងធ្លាក់កិរិយាកូនរៀនពូកែណាស់ហេតុអីក៏ថាយ៉ាងនឹងកូនម៉ែកូនមិនយល់ទេនៅក្នុងសាលារៀនទោះជាអ្នករៀនខ្សោយយ៉ាងណាក៏ប្រឡងជាប់ដែរតែចំពោះរូបកូនអាយ៉ាម៉ែយល់ហើយមកពីក្រគ្មានប្រាក់បង់សាលាណាកូនសូមកូនកុំខ្វល់ចិត្តពីជីវិតអ្នកក្រពុំអាចឈានទៅរកអនាគតបានទេឈប់យំទៅកូនទៅរកញ៉ាំបាយទៅកូនមិនឃ្លានទេម៉ែកូនឆ្អែតចិត្តណាស់កូនខ្មាស់គេពុំចង់រស់ទៀតទេម៉ែអាយ៉ាកូនជីវិតត្រូវតែតស៊ូម៉ែសុខចិត្តរស់នៅបំរើគេដោយសារតែកូនម្នាក់ប៉ុណ្ណោះរហូតជំពាក់បំណុលគេមិនចេះចាប់ឲ្យកូនរៀនរហូតចេះដឹងកំល្ងងខ្លៅកុំឲ្យជនដតីមើលងាយដូចម៉ែចេះតែទ្រាំពុំប្រាប់កូនទេព្រោះកូនកំពុងរៀនតែពេលនេះបើប្រឡងធ្លាក់ហើយតាមវាសនាយើងចុះធ្វើម៉េចពីជាតិមុនយើងបានសាងអាក្រក់ក្នុងជាតិនេះបណ្ដោះឲ្យអស់កម្មពៀទៅហើយការសម្លាប់ខ្លួនព្រះមិនប្រោសទេពិតជាคล้ายខ្លួនទៅជាសត្វតិរិឆានតាំងស្មារតីឡើងម៉ែក៏នៅតែខំតស៊ូចិញ្ចឹមកូនរហូតដែរឮសម្ដីម្ដាយរៀបរាប់សពគ្រប់បែបយ៉ាងកល្យាននឹកឃើញរឿងមួយក៏សួរម៉ែកូនឆ្ងល់ណាស់តាំងពីតូចដល់ធំដឹងក្តីកាលណាពុំដែលឃើញមុខឪពុករបស់កូនសោះពេលឮសំណួរនេះគាត់ធ្វើមុខស្រពោនម៉ែប្រាប់កូនមកតើពុកស្លាប់ឬក៏នៅរស់អាយ៉ាកូនកុំចង់ដឹងអីប្រវត្តិម៉ែជូរចត់ណាស់ហានិយាយពុំរួចទេបើកូនអាណិតម៉ែឈប់សួរពីពុកឯងទៀតទៅបើរឿងនេះពិបាកនិយាយសូមម៉ែប្រាប់ឈ្មោះពុកឲ្យកូនបានស្គាល់ផងបានទេម៉ែអាចប្រាប់កូនបានពុកកូនឯងឈ្មោះសាំងស៊ីវ៉ាន់ថាមេបញ្ជាការពាក្យស័ក្តិ5តែកូនកុំចង់ដឹងអីព្រោះគេជាអ្នកមានបុណ្យស័ក្តិគេពិតជាមិនរាប់រកយើងទេកូនដឹងតែប៉ុណ្ណឹងបានហើយម្យ៉ាងទៀតគេមានប្រពន្ធហើយដែរដើម្បីទុកជាមេរៀនប្រាប់កូនទៅថ្ងៃក្រោយដាច់ខាតកុំស្រវាឈោងហួសសមត្ថភាពណាកូនម៉ែកូនស្អប់ណាស់មនុស្សណាដែលប្រកាន់វណ្ណៈខួសពេកឥឡូវមកប៉ះឪពុកឯងកូនដាច់ខាតមិនទៅប៉ះទេស៊ូលំបាកពីអ្នកម៉ែហើយអាយ៉ាគាត់ស្រណោះសម្ដីកូនហូរទឹកភ្នែកកូនកើតមកអភ័ព្វណាស់ស្គាល់តែពីក្តីទុក្ខលំបាកពុំដែលសប្បាយសោះសូម្បីតែកូនលខោនក៏កូនពុំដែលបានមើលដែររូបសម្បត្តិរបស់កូនស័ក្តិសមជាកូនអ្នកមានទ្រព្យសម្បត្តិពុំសមជាកូនដែលមានម្ដាយជាខ្ញុំបម្រើគេមួយជីវិតសោះម៉ែកល្យានសែនរន្ធត់ចិត្តអាណិតម្ដាយចាប់ពីថ្ងៃនេះទៅកូនឈប់ឲ្យម៉ែទៅបម្រើគេហើយកូនសុខចិត្តទៅបម្រើគេជំនួសម៉ែវិញកូនស្រីមានម្ដាយពុំដែលធ្ងោថាហត់នឿយទេកូននៅក្មេងណាស់ម៉ែអាចទៅបម្រើគេបានម៉ែមិនឲ្យកូនទៅទេម៉ែមិនពិបាកតែមាត់ទេតែក្នុងចិត្តម៉ែមួយថ្ងៃកាត់មួយថ្ងៃកោណាមួយម៉ែកាន់តែចាស់ហើយកូនចង់ឲ្យម៉ែទៅសំសិលដើម្បីសាងធម៌អាទៅជាតិមុខទៀតមីងយើងអាយុ49ឆ្នាំហើយពុំចេះធម៌មួយម៉ាត់ណាឡើយតែគាត់អាណិតពីវាសនារបស់កូនណាស់ពីរឿងធម៌អាម៉ែមិនគិតទេតែម៉ែគិតពីរូបកូនឯងច្រើនជាងព្រោះកូនអាយុទៅតែ17ឆ្នាំក្មេងខ្ចីណាស់ពុំអាចចូលទៅបម្រើគេបានទេម្យ៉ាងទៀតអ្នកប្រុសតូចកាចណាស់មិនចេះធ្វើដូចអ្នកប្រុសធំនៅប៉ារីសទេគេចូលចិត្តស្ដីបន្ទោសឲ្យអ្នកបម្រើណាស់ជាពិសេសគឺគេស្អប់អ្នកក្រតែម្ដងឮដូច្នេះកិរិយានឹកឃើញរឿងដែលកន្លងមកកាលពីកន្លះខែមុនដែលនាងបានប៉ះសម្ដីជាមួយអ្នកប្រុសតូចនោះធ្វើឲ្យនាងរឹតតែចង់ទៅនៅបម្រើគេដើម្បីចងគំនុំនឹងការមើលងាយចំពោះរូបនាងម៉ែកូនរោគតែមនុស្សធន់នេះហើយស្រួលនឹងរស់ឲ្យគេស្អប់ឲ្យគេខ្ពើមចោះនឹងវណ្ណៈក្រីក្រស្រួលយើងនៅបម្រើគេណាម៉ែ
សូមម៉ែកុំខាត់កូនកូនធំដឹងក្តីហើយកូននឹងសងគុណម៉ែវិញមិនឲ្យម៉ែលំបាកទេម៉ែមិនយល់ទាស់ទេតែកូនប្រយ័ត្នខ្លួនត្រូវចាំសម្ដីម៉ែឲ្យច្បាស់ណាខ្លួនយើងក្រីក្រតូចទាបកុំស្រវាតោងខ្ពស់ពេកកូនមើលគំរូម៉ែទៅក្រោយពីការព្រមព្រៀងគ្នាហើយម្ដាយនិងកូនចូលនិន្ទ្រាលងលក់ទៅយប់ថ្ងៃកន្លងមកមីងយ៉ានក៏នាំកូនទៅផ្ទះលោកប្រុសក្នុងបន្ទប់លោកអធិការក្មេងមិនទាន់ភ្ញាក់ពីដំណេកទេសំឡេងទូរស័ព្ទរោឡើងរើងនរៈភ្ញាក់ស្ទុះទៅលើកយកមកស្ដាប់អាឡូអូនโซលីមែនទេចាស់គឺអូនមែនហើយថ្ងៃនេះបងទំនេរទេបងគ្មានរវល់អីទេអូនមានការអីគ្មានការអីទេគឺចង់ឲ្យបងជូនអូនដើរលេងព្រោះអូនប្រឡងពេទ្យជាប់ហើយអូនប្រឡងជាប់ហើយបងសប្បាយចិត្តណាស់តើបងពេញចិត្តនឹងជូនអូនដើរលេងទេគ្មានអីទាស់នឹងចិត្តបងទេតាមពិតគឺបងបន់ឲ្យតែអូនទំនេរនឹងឲ្យបានដើរលេងសាងអនុស្សាវរីយ៍មុននឹងយើងរៀបការណាបើអញ្ចឹងប្រញាប់ឡើងអូនចាំបងណាចាំនៅកន្លែងណានៅវិទ្យាល័យអូនខ្លាចប៉ាអូនមិនពេញចិត្តគាត់អនុញ្ញាតហើយបើអញ្ចឹងរៀបចំខ្លួនចេញទៅឥឡូវហើយចាស់អរគុណក្រោយពីសម្អាតខ្លួនប្រាណនិងស្លៀកពាក់យ៉ាងសង្ហាទាន់សម័យរួចហើយសម្រស់របស់គេស្អាតណាស់កំឡោះចូលបន្ទប់ទទួលភ្ញៀវដោយញញឹមប៉ាម៉ាក់អូនโซលីប្រឡងចូលពេទ្យជាប់ហើយโซលីកូនប្រសាយើងប្រឡងជាប់ហើយលោកប្រុសលន់មាត់ទាំងអំណរបាទនាងទូរស័ព្ទមកប្រាប់ខ្ញុំអំបញ្ញមិញនេះណាប៉ាអ្នកស្រីប៉ូលហើយឯងគិតទៅណាបាទខ្ញុំគិតទៅដើរលេងជាមួយនាងព្រោះប៉ាម៉ាក់នាងអនុញ្ញាតហើយបងឲ្យខ្ញុំទៅផងម៉ានីបងទៅមានការអូនឯងកុំចង់ទៅធ្វើអីចិត្តដល់ថ្ងៃបុណ្យខួបហើយណាខ្ញុំដឹងហើយគំនិតបងឯងនោះចុះបើដឹងអូនឯងចង់តាមបងធ្វើអីលោកប្រុសអ្នកស្រីសោចលោកប្រុសវាចាម៉ានីកូនឯងដើរលេងជាមួយគេធ្វើអីទុកឲ្យគេជូនគូមិនដឹងគេដើរលេងខ្លះទៅបើរវល់តែតាមគេអញ្ចឹងប្រយ័ត្នបងថ្លៃឯងគេអន់ចិត្តណាត្រូវចំណុចចិត្តនរៈអៀននឹងសម្ដីឪពុកលោកទាំងពីរព្រមទាំងម៉ានីនាំគ្នាសាច់គិលនរៈខំពោលម៉ាក់ថ្ងៃនេះបើមិនឃើញកូនមកមិនបាច់ទុកបាយឲ្យកូនញ៉ាំទេកូនប្រហែលជាញ៉ាំបាយហាងហើយណែសម្បត្តិកូនឯងកុំដើរចោលបាយអញ្ចឹងនាំโซលីមកញ៉ាំបាយផ្ទះយើងម្ដងទៅហើយបើដើរលេងជ្រុលពេកប្រយ័ត្នប៉ាម៉ាក់គេអន់ចិត្តណាបាទអញ្ចឹងក៏បានដែរម៉ាក់កូនទៅហើយលោកស្រីពោលទៅកាន់ប្តីថាប៉ាវាចិត្តដល់ពេលខួបកូនម៉ានីហើយឯងទៅបាត់ដំបងវិញទេម៉ាក់វាឯងចេះតែសួរអញ្ចឹងមុខការខ្ញុំនៅបាត់ដំបងខ្ញុំដើរចោលឯណាបានយូរឯបនខួបកូនស្រីពៅយើងហើយខ្ញុំត្រឡប់ទៅបាត់ដំបងវិញតែខ្ញុំខាត់ប៉ាវាឯងកុំទាន់អាលទៅអីលោកប្រុសងើបមើលមុខប្រពន្ធតើម៉ាក់វាឯងខាត់ខ្ញុំមានការអីខ្ញុំចង់ឲ្យប៉ាវាឯងនឹងចូលទៅជួយគិតគូរពីរឿងអាពាហ៍ពិពាហ៍សម្បត្តិនឹងโซលីណាព្រោះកាលមុនប៉ាគេបាននិយាយថាចាំឲ្យកូនគេប្រឡងជាប់ពេទ្យសិនខ្ញុំគិតឃើញដូចម៉ាក់វាឯងហើយតែបើម៉ានិតមិនទាន់វិលត្រឡប់មកពីប៉ារីសវិញផងរឿងម៉ានិតគ្មានអីសំខាន់ទេដល់ការកូនប៉ាឯងទូរស័ព្ទឲ្យគេមកការប្អូនមួយរយៈសិនទៅអញ្ចឹងក៏បានដែរកំពុងអង្គុយនិយាយគ្នាសំឡេងម៉ានីស្រែកឡើងម៉ាអ៊ំយ៉ានគាត់នាំកូនស្រីគាត់មកផ្ទះយើងហើយអ្នកស្រីភ្ញាក់នឹងសម្ដីកូនអូនិយាយអញ្ចឹងខ្ញុំភ្លេចឲ្យឈឹងសួរប៉ាវាពីរឿងបងយ៉ានគាត់បានសួរខ្ញុំពីថ្ងៃមុនថាថ្ងៃនេះគាត់យកកូនគាត់មកនៅបម្រើយើងជំនួសគាត់វិញតើប៉ាវាឯងយល់យ៉ាងណាដែរបើផ្ទះយើងមានកូនប្រុសអញ្ចឹងហើយម៉ាក់វាអើយឲ្យតែគាត់ឈប់មកបម្រើយើងទៅធ្វើម៉េចបើគាត់ក្រទៅហើយនោះលុយកាក់ដែលគាត់ជំពាក់យើងទាំងប៉ុន្មានទុកដូចជាការដាក់ទានឲ្យគាត់ទៅហើយកូនស្រីគាត់យើងយកមកចិញ្ចឹមគ្រាន់បាន2នាក់ម៉ានីផងចប់សម្ដីលោកប្រុសម្ដាយនិងកូនក៏បានចូលមកដល់កិរិយាជំរាបសួរលោកប្រុសលោកស្រីទៅបល្យានធ្វើតាមសម្ដីម្ដាយលោកអ៊ំប្រុសលោកអ៊ំស្រីខ្ញុំជំរាបសួរចាស់បានហើយក្មួយអង្គុយចុះលើកៅអីនេះទៅបងយ៉ានអង្គុយសិនមកចាស់មិនអីទេលោកប្រុសលោកស្រីខ្ញុំអង្គុយខាងក្រោមនេះបានហើយអ្នកស្រីខំតាមសម្លឹងមុខនិងរូបរាងកិរិយាយ៉ាងយកចិត្តទុកដាក់ដោយនឹកក្នុងចិត្តអាយ៉ាកូនស្រី
យ៉ានស្អាតណាស់មុខមាត់ស្រដៀងនរណាមុខមាត់ស្រដៀងនឹងបងប្រុសគាត់ទៅវិញតែអ្នកស្រីកំពុងតែលង់អារម្មណ៍លោកប្រុសវាចាយីកូនស្រីយ៉ានស្អាតណាស់ប៉ុន្មានឆ្នាំតាំងពីយ៉ានឯងមកនៅផ្ទះខ្ញុំមិនដែលបានឃើញមុខកូនស្រីយ៉ានឯងសោះចាស់លោកប្រុសមកពីវារវល់រៀនខ្ញុំដឹងហើយឬម៉ានីនិយាយថាកូនស្រីបងប្រឡងធ្លាក់មែនទេចាស់ត្រូវហើយលោកប្រុសកិរិយាឮសំដីលោកប្រុសនាងអៀនណាស់តិចលោកប្រុសច្រឡំថាខ្ជិលរៀនទៅតែមិនមែនទេម៉ានីបានប្រាប់គាត់អស់ហើយលោកស្រីពោលមិនអីទេបងយ៉ានកំភៃបើវាចង់រៀនទៅទៀតខ្ញុំឲ្យវាឆ្លៀតរៀនយប់ជាមួយម៉ានីព្រោះមួយខែទៀតអាក្មួយខ្ញុំវាមកពីកំពង់សោមចូលធ្វើការខាងនាយកសាលានៅភ្នំពេញនេះខ្ញុំនឹងឲ្យវាជួយបង្រៀនម៉ានីនិងកូនយ៉ានឯងមានអ្វីរំភើបជាងពាក្យទាំងនេះទេស្រីញញឹមខ្ញុំសូមអរគុណនឹងសន្តានចិត្តលោកប្រុសលោកស្រីណាស់ហើយសូមលោកទាំងពីរជួយវាផងចុះមិនអីទេយ៉ានឯងទុកចិត្តចុះខ្ញុំស្រឡាញ់វាប្រៀបបីដូចជាកូនក្មួយអញ្ចឹងម៉ាក់វាឲ្យម៉ានីជូនអាស្រីទៅរៀបចំបន្ទប់ទៅចាស់ម៉ានីកូននាំក្មួយស្រីទៅកូនអាម៉ាក់មកបងស្រីម៉ានីសប្បាយចិត្តណាស់ព្រោះមានគ្នាពីរនាក់ស្ទុះមកដឹកដៃកិរិយាដើរចូលទៅក្នុងបន្ទប់នៅក្បែរបន្ទប់នាងរួចជួយរៀបចំបន្ទប់បានយ៉ាងស្អាតពេញយ៉ានក៏លាលោកទាំងពីរត្រឡប់ទៅវិញយើងក្រឡេកមើលទៅគូស្នេហ៍ទាំងពីរដែលបាននាំគ្នាមកអង្គុយនៅមុខវាំងតាមមាត់ទន្លេចាក់ទៅមុខក្រោមដើមជ្រៃធំទឹកមុខរីករាយរបស់ហ្សូលីកូនកាត់ជប៉ុនលាយខ្មែរស្អាតណាស់ឪពុករបស់នាងជាជនជាតិខ្មែរម្ដាយជប៉ុនតែអ្នកស្រីឡែនចេះភាសាខ្មែរច្បាស់ណាស់បើអ្នកណាមិនដឹងប្រវត្តិរបស់គាត់នោះពិតជាថាខ្មែរហើយព្រំរ៉ូហ្សូលីជាកូនស្រីតែមួយរបស់លោកទាំងពីរនេះបងសម្លាញ់អូនឮប៉ាថាចិត្តដល់ថ្ងៃបុណ្យខួបអូនម៉ានីហើយមែនទេមែននៅសល់តែ2ថ្ងៃទៀតទេដល់ថ្ងៃនោះបងសូមអញ្ជើញអូនឲ្យឡើងច្រៀងមួយបទនាងកាត់ភ្លាមទេខ្ញុំធ្វើបាបអូនមិនចេះច្រៀងទេបើមិនច្រៀងបងឲ្យអូនឡើងរាំជាមួយបងណាទេរាំក៏អូនមិនចេះរាំដែរបើមិនចេះរាំបងបង្រៀនអូនខ្មាស់គេណានាងពោលទាំងអៀនខ្មាស់អីនរណាមិនដឹងថាយើងជាគូដណ្ដឹងនឹងគ្នានោះគេល្បីពេញទីក្រុងអស់ទៅហើយណាអូនរាក់បិចចង្ការនាងផ្ងើយមុខឡើងកល្យានអៀនណាស់មុខឡើងក្រហមទុំអូនមិនអោយគេល្បីពេកទេព្រោះអូនខ្មាស់ណាស់ម្យ៉ាងទៀតអូនឮមិត្តនារីគេនិយាយថាលោកអធិការបងនេះកាចណាស់នរណាក៏គេខ្លាចគ្រប់គ្នាដែរតើបងកាចមែនទេចុះអូនឃើញថាបងយ៉ាងណាដែរអូនឃើញថាបងល្អនិងស្មោះត្រង់នឹងអូនណាស់តែខ្លាចបងល្អតែចំពោះមុខអូនដល់ចំពោះមុខអ្នកដតីតិចបងកាចបន្តិចហើយចំពោះជនណាមិនគោរពបងចុះបើអូនគោរពបងតាមសំណួរមុននេះតើបងកាចដាក់អូនទេកំឡោះសើចខឹចំពោះអូនមួយបងទ្រាំទ្រជានិច្ចមិនអូនយល់ចិត្តបងទេត្រីធ្វើមុខស្មើអូនយល់ចិត្តបងហើយព្រោះបងនៅស្រឡាញ់អូនទៅបងទ្រាំទ្រតែដល់គ្មានដល់ពេលណាទៀតទេគឺទ្រាំទ្រអូនរហូតនឹងមកយប់ហើយនិយាយរឿងនឹងទៅគ្មានបានប្រយោជន៍អីទេណែឯនេះម៉ាក់បងថាឲ្យនាំអូនទៅញ៉ាំបាយផ្ទះបងម្ដងណាស្រីស្រ័យទឹកមកវិញអូនមិនទាន់សុំប៉ានិងម៉ាក់ទេកំភៃចាំបងជួយសុំឲ្យណាតោះទៅរកញ៉ាំអីសិនសម្ដីរបស់សង្សារនាងយល់ណាស់គេស្រឡាញ់នាងមែនហើយគេជាមនុស្សមិនចូលចិត្តស្រីក្រៅពីនាងទេមកដល់ផ្ទះទួលគោកគឺជាវីឡាដ៏ល្អវិចិត្រមួយដែលសង់តាមរបៀបអាមេរិកគេនាំគ្នាឡើងទៅជាន់ខាងលើនៅក្នុងបន្ទប់ទទួលភ្ញៀវអ្នកស្រីដាឡែនកំពុងតែពិភាក្សាជាមួយប្តីគាត់ពីរឿងរៀបការរបស់កូនអ្នកទាំងពីរក៏ឈប់ស្ដាប់លោកប្រុសពោលរឿងហ្នឹងបើលោកបុនថាមកសួរឯងប្រាប់ថាឲ្យរងចាំ2ឆ្នាំតទៅទៀតឬដូច្នេះគេក៏សម្លឹងមុខគ្នារួចក៏ដើរចូលទៅសូមលោកប៉ាកុំគិតច្រើនបងសម្បត្តិសុខចិត្តតាមកូនដល់10ឆ្នាំ20ឆ្នាំឯនោះក៏បានដែរលោកប៉ាលោកទាំងពីរភ្ញាក់ក្រញាក្រឡេកឃើញសម្បត្តិគ្មានព្រួយអីសោះញញឹមបញ្ចេញរឹកពីជាអ្នកកំពុងខ្ពស់ធ្វើឲ្យលោករ៉ូសាហាក់ពុំពេញចិត្តសោះគាត់ពោលដោយសោះក៏ក្រោះបើកូនដឹងហើយកូនត្រូវរក្សាប្រពៃផងសម្បត្តិតបជំនួសហ្សូលីភ្លាមបាទសូមលោកពូទុកចិត្តចុះយើងទាំងពីររក្សាប្រពៃណីបានល្អណាស់ប្តីប្រពន្ធទាំងពីរសម្លឹងមុខគ្នាដោយហួសចិត្តសម្បត្តិក្មួយសូមក្មួយកុំអន់ចិត្តអីធ្វើម៉េចបើវានៅរៀន2ឆ្នាំទៀតទៅចេញធ្វើការណាសូមក្មួយឯងរងចាំ
អាលី2ឆ្នាំទៀតទៅបាទអ្នកមីងរឿងនេះខ្ញុំតាមបានទាំងអស់សន្យាជាមួយអាលីគឺខ្ញុំរងចាំលុះដល់ថ្ងៃអវសានជីវិតកាន់តែហួសចិត្តទៅទៀតហើយតើគេនិយាយនេះបានន័យថាគេអន់ចិត្តឬមួយយ៉ាងណាមិនមែនទេគឺចរិតគេតែប៉ុណ្ណឹងនាយនិយាយដោយស្មោះអាលីប៉ូលម៉ាក់ថ្ងៃនេះលោកអ៊ំម៉ាក់បងសម្បត្តិឲ្យកូនតែញ៉ាំបាយផ្ទះគាត់តើម៉ាក់ប៉ាមានយោបល់ថាយ៉ាងម៉េចដែរទៅក៏ទៅចុះប៉ាមិនខាត់កូនទេព្រោះកូនជាគូដណ្ដឹងនឹងគ្នាទៅហើយតែល្ងាចត្រូវត្រឡប់មកវិញណាចាអរគុណប៉ាលោកអ៊ំក្មួយជម្រាបលាសិនហើយទៅចុះមើលប្អូនផងណាបាទគេទាំងពីរចេញផុតលោករ៉ូសាពោលទៅប្រពន្ធដោយទឹកមុខមិនសប្បាយសោះសម្បត្តិវាមានចរិតខុសប្លែកពីម៉ានិតបងវាឆ្ងាយណាស់ម៉ានិតជាមនុស្សសុភាពរាបសារស្គាល់ចាស់ទុំពុំមែនដូចសម្បត្តិទេខ្ញុំឮគេថាសម្បត្តិវាកាចណាស់ពុំដឹងច្បាប់ទម្លាប់ច្រើនវារឹកពុំស្គាល់ចាស់ទុំដោយឆ្លោះតែគេម៉ាក់វាខ្ញុំឲ្យកូនទៅវានេះមិនដឹងថាយ៉ាងណាទេបើចរិតវាដូចនេះវាធ្វើបាបកូនយើងទៅក៏មិនដឹងព្រោះពួកម៉ាក់បងច្រើននិយាយថាកោតតែហ៊ានឲ្យកូនទៅអាមនុស្សខ្វះសុជីវធម៌បែបនេះតើអូនគិតយ៉ាងណាទៅវិញ